សួស្តីបងប្អូនពេលនេះខ្ញុំកំពុងធ្វើដំណើរចេញពីពោធិ៍សាត់ទៅខាងវាវែងបងប្អូនភ្នំ1500គេហៅភ្នំ1500ណាគេហៅភ្នំ1500អញ្ចឹងបងប្អូនឥឡូវខ្ញុំកំពុងធ្វើដំណើរចេញពីក្រុងពោធិ៍សាត់ទៅនេះទៅតាមផ្លូវនឹងអញ្ចឹងបងប្អូនចាំទស្សនាដល់គ្នាទស្សនវិជ្ជាតាមផ្លូវបងប្អូនខាងផ្លូវសត្វវាស្រែខ្ញុំបានមកដល់គេហៅម្ដុំនេះហៅថាកវាញវងមូកវាញបងប្អូនបាទនេះវងមូតំណាងឲ្យក្រូចពោធិ៍សាត់ណាបងប្អូនធំណាមូខូចពោធិ៍សាត់ហើយយើងទៅមុខត្រង់បន្តទៀតប្រហែលជាវងមូកវាញនឹងទៅដល់គេហៅវងមូមួយទៀតទីរួមស្រុកកម្ពុជាប្រហែលជា80គីឡូទៀតណាមិនយើងទៅដល់បងប្អូនតាមផ្លូវជាតិរហូតក៏ស៊ូចឹងរហូតដល់វងមូកម្ពុជាបងប្អូននេះយើងចិត្តមកដល់ពីវែងទេបាទពេលចិត្តដល់វែងយើងជួបភ្នំច្រើនណាបាទខាងនោះសិនជួបភ្នំបាទស្មានណាស់ល្ងាចហើយឃើញថ្ងៃនឹងលិចបាំងបបោស្មានណាស់ល្ងាចខ្យល់ត្រជាក់បាទយើងនៅចិត្តភ្នំដែរអញ្ចឹងអាកាសធាតុរៀងត្រជាក់ដែរវាវែងបាទសុខវាវែងបាទអូខាន់មកយូរដែរប្រហែលចូលជិត2ឆ្នាំឥឡូវមានក្រសាំងមានម៉ាតមានក្រសាំងគេនៅទីរួមខេត្តទីរួមស្រុកសុំទោសក្នុងទីរួមខេត្តជាជនអូជាងមុននេះបាទវងមូនេះបើយើងបត់ស្ដាំគឺយើងទៅខាងស្រុកបវលបាត់ដំបងបើយើងបត់ខាងឆ្វេងនេះគឺទៅខាងអូសោមកោះកុងណាបងប្អូនបាទបើយើងទៅត្រង់ទៅគឺដល់ភ្នំ1500នេះវងមូថ្មីបាទវងមូថ្មីតែគេពេញយកមកថតរូបនៅនេះបាទឡើងជុំដំរីខ្ញុំចេញដំណើរពីវងមូប្រម៉ោយដំរី100មកឥឡូវខ្ញុំកំពុងធ្វើដំណើរបន្តទៅមុខទៀតណាបាទបងប្អូននេះផ្លូវទៅលើភ្នំ1500បងប្អូនតាមផ្លូវទឹកភាពស្អាតបងធម្មជាតិពពកក្រាស់ខ្មឹកខ្យល់ត្រជាក់ទេសភាពតាមផ្លូវស្អាតរូបផ្លូវបត់ឆ្វេងបត់ស្ដាំកោងឆ្វេងកោងស្ដាំរហូតផ្លូវដូចតងអាងយ៉ាងផ្លូវទេសភាពអមហើយដើមឈើបបរសងខាងផ្លូវ
ពេលនេះយើងបានមកដល់ជើងភ្នំហើយបាទនោះភ្នំខាងមុខបាទឥឡូវចាប់ផ្ដើមឡើងចំណោទតិចតិចហ្នឹងបងប្អូនតាមផ្លូវនេះអត់ខ្វះរីសតទេបងប្អូននៅហ្នឹងរីសតច្រើនរីសតតាមជើងភ្នំញ៉ាំអីកូនក្មេងបាទឥឡូវខ្ញុំបានឡើងមកដល់លើបាទទីស្ពីបមើលលើភ្នំនៅក្រោមបាទខ្ញុំមើលពីលើកំពូលភ្នំចង្កេះភ្នំទៅក្រោមបាទអូស្អាតទីស្ពីបចេះផ្លូវចោលតិចសបីស្មាននេះម៉ោងមិនដល់2:10ក៏នៅតែតិចណា